ខ្ញុំឈ្មោះផនិចប៉ុន្តែឈ្មោះក្នុងกระดาษទៅក៏ដាក់នៅវិចិត្រជាងប៉ុន្តែភាគច្រើនអ្នកស្គាល់គឺនិចចឹងឯងហើយខ្ញុំអាយុ25ឆ្នាំហើយជា Creative Director នៅ GoPay Creative Solutions តាំងពីក្មេងហ្នឹងគឺធ្លាប់មានអ្នកដូចថាគេចំអកអញ្ចឹងអានេះខ្ទើយអានោះខ្ទើយអីអញ្ចឹងហែងចរិតស្រីចរិតអីអញ្ចឹងយើងគិតថាហេតុអីក៏យើងមកអញ្ចឹងខុសគេឬក៏មិនអីមិនអញ្ចឹងយើងផ្ដើមដូចថាមានអារម្មណ៍អត់ល្អចំពោះខ្លួនឯងខ្ញុំមានអារម្មណ៍ថាវាមានសម្រាប់សំខាន់គឺខ្លាំងមែនតើដែលយើងចាប់ផ្ដើមទទួលស្គាល់ខ្លួនឯងគឺយើងចាប់ផ្ដើមឲ្យតម្លៃខ្លួនឯងហើយដល់ពេលយើងចាប់ផ្ដើមឲ្យតម្លៃខ្លួនឯងហើយគឺយើងចាប់ផ្ដើមធ្វើការងារអីក៏វារៀងបានផលជាងមុនដែរហើយទី2ខ្ញុំគិតថាការងារគឺវាជាកត្តាមួយដែរដែលយើងអាចបង្ហាញពួកគាត់ថាយើងអាចធ្វើអីបានដូចគ្នាខ្ញុំធ្វើការមួយគាត់ហ្នឹងគឺគាត់ហ្នឹងជាមនុស្សដែលរស់រាយនិយាយទៅគាត់ជាមនុស្សកំ pl ធ្វើឲ្យអ្នកនៅក្នុង office ហ្នឹងសើចច្រើនហើយគាត់មានភាពច្នៃប្រឌិតខ្ពស់ដូចជាពេលខ្ញុំធ្វើការមួយអញ្ចឹងខ្ញុំធ្វើឲ្យអត់ចាញ់អញ្ចឹងគាត់តែងតែផ្ដល់គំនិតហើយតែងតែប្រាប់ខ្ញុំថាធ្វើមិនដើម្បីឲ្យអានឹងធ្វើកើតវាស្អាតចេញមកលទ្ធផលល្អការរៀបអាពាហ៍ពិពាហ៍មនុស្សស្រឡាញ់ភេទដូចគ្នាហ្នឹងអាចផ្ដល់ផលប្រយោជន៍ខ្លាំងគឺខ្ញុំគិតថាទី1ដូចប្តីប្រពន្ធធម្មតាស្រីហើយនិងប្រុសគឺគាត់រៀបការគាត់អាចបង្កើតគ្រួសារបានគាត់មានអាចទ្រព្យសម្បត្តិចូលរួមជាមួយគ្នាបានហើយសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាគឺគាត់ចង់បានអានឹងដែរប៉ុន្តែដោយសាររងថ្ងៃយើងអត់ទាន់មានអញ្ចឹងដូចថាបើសិនជាគាត់ចង់បង្កើតអីមួយជាមួយគ្នាចង់ដាក់ទ្រព្យសម្បត្តិមួយជាមួយគ្នាគឺគាត់អាចបានទេដោយសារតែអត់មានច្បាប់ហ្នឹងហើយពេលដែលពួកយើងអាចផ្ដល់សិទ្ធិរៀបការឲ្យពួកគាត់អញ្ចឹងបានន័យថាយើងទទួលស្គាល់ពួកគាត់ពេញលំហឹងហីអញ្ចឹងសម្រាប់សិទ្ធិមនុស្សខ្ញុំគិតថាហ្នឹងគឺជាសិទ្ធិមួយដ៏ធំដែលអាចឲ្យពួកគាត់ហ្នឹងហ៊ានចេញមុខប្រឈមនឹងបញ្ហាផ្សេងដែលគាត់មានរាល់ថ្ងៃហ្នឹងខ្ញុំឈ្មោះប៉ែនណល់មុខរបរខ្ញុំរកថ្ងៃរកស៊ីលុកលោមទិញទួយចាប់ភួយហើយធ្វើការបម្រើអង្គការខាងក្រុមអេហ្វាតអ្នកសបផ្សាយភូមិខ្ញុំឆ្លាញ់ភេទដូចគ្នាតាំងពីអាយុ5-10ឆ្នាំមកគ្រួសារខ្ញុំរស់នៅជាមួយគ្នារហូតជាង30ឆ្នាំហើយមុខរបរគាត់កាត់សក់លក់ដូរអីទិញទួយនៅផ្ទះដែរណាពីមុនហើយឥឡូវវាផ្លាស់ប្ដូរច្រើនណាកាលពីមុនគេឃើញយើងឆ្លាញ់ស្រីដូចគ្នាអញ្ចឹងគេខ្ពើមអើមយើងគេថាវាចង្រៃរកស៊ីគ្មានកំណើតគ្មានអីចឹងណារកស៊ីគ្មានអនាគតដល់ពេលចុងក្រោយឥឡូវអ្នកភូមិអ្នកស្រុកមានអួតសើខ្ញុំគិតទៅប្រុសហេងស្រីរកស៊ីចាញ់គេស្រីហេងស្រីខ្ញុំពិនិត្យទៅឃើញថាកន្លងមកវាមានការរើសអើងប៉ុន្តែក្រោយមកនឹងមិនមានការរើសអើងទេគឺប្រជាពលរដ្ឋខ្ញុំនឹងគឺថារាប់អានដូចជាធម្មតាប្រជាពលរដ្ឋទូទៅដែរឃើញថានេះវាជាសិទ្ធិសេរីភាពរបស់គេអានោះហើយថាច្បាប់ធម្មជាតិគេមកបង្កើតមកវាអញ្ចឹងដែរប៉ុន្តែតែគាត់មិនបានចុះអាពាហ៍ពិពាហ៍មែនប៉ុន្តែគាត់មានកិច្ចសន្យាមួយដើម្បីជំនួសអាពាហ៍ពិពាហ៍នឹងហៅថាកិច្ចសន្យារវាងអ្នកទាំងពីរនឹងការពារកុំឲ្យវាបែកបាក់គ្នាទៅថ្ងៃមុខអីបើសិនជាបែកបាក់គ្នាគឺថាយើងមានកិច្ចសន្យានឹងជាចំណងណាដល់ពេលឥឡូវគ្មានពីណាស្អប់ខ្ពើមយើងមានអាណាថែដែនដីភូមិឃុំអីគេទួស្គាល់យើងច្រើនថាយើងសប្បាយរីករាយទៅណាក៏មានសិទ្ធិដូចគេដើរហើរដូចគេដែរគេទទួលស្គាល់